គ្រឿងសក្ការៈមានរតនវត្ថុមានផ្កាកុលាបពីរតងហើយនឹងពេជ្រហើយនឹងត្បូងពេជ្រ4គ្រាប់ណាពេជ្រនេះពេជ្រតូច1គ្រាប់ទៀតណាពេជ្រតូចហើយនឹងពេជ្រធំ4គ្រាប់ណាហើយនឹងត្បូងពេជ្រត្បូងហើយនឹងមាសនេះប្រហែល 8G 2ហ៊ុនប្រហែលលីដូច4លីណាហើយខាងនោះរូបសំណាក់ដែលមាននៅមាសស្រោបមាសញោមកម្មទីមកនេះពេជ្រស្អីគេអត់ស្គាល់ដែរអូប៉ហ្នឹងអញ្ចឹងទាំងអស់ហ្នឹងយើងនឹងបូជាហើយនឹងនាំយកទៅខាងលើចេតិយជាន់លើណាមិនតិចទៀតម៉ោង4នេះគឺគេនឹងបើកឲ្យយើងទៅហើយនឹងបាទស្នាដៃខ្មែរយើងហៅបាទនេះគេបាទស្ពាន់ណាបាទស្ពាន់ហើយគេឆ្លាក់មានក្បាច់ផ្សេងបាទហ្នឹងដែរយកទៅតម្កល់ហើយនឹងទឹកឃ្មុំមកពីញូហ្សេឡង់សង់មួយដងទៀតនេះដែលជាទឹកឃ្មុំបរិសុទ្ធនឹងយកទៅបូជាព្រះអង្គផងដែរណាអញ្ចឹងទៅវត្ថុទាំងអស់នេះយើងនឹងត្រៀមបូជាធំក្នុងថ្ងៃនេះដែលមានរតនវត្ថុយ៉ាងច្រើនដែលញាតិញោមទាំងអស់គ្នាបានផ្ញើមកបូជាណានេះគេទៅបូជាព្រឹកមិញនេះចិត្តមកតឡឹងអញ្ចឹងក៏នឹងបានបូជាឥឡូវនេះនឹងយកទៅតម្កល់ទៅនេះចិត្តមកតឡឹងទៅមួយនេះចិត្តមកតឡឹងនេះកិច្ចស្រោបមាសកិច្ចស្រោបមាសអញ្ចឹងយើងជួយកាន់គ្នាខ្ញុំកាន់អានេះ